ឥឡូវខ្ញុំកំពុងតែនៅក្នុងទីតាំងប្រាសាទបុរាណមួយកន្លែងដែលស្ថិតនៅក្នុងខេត្តបាត់ដំបង បងប្អូនចង់ដឹងទេថាប្រាសាទនេះមានឈ្មោះដើមឈ្មោះអ្វីហើយកសាងឡើងក្នុងគោលបំណងអីកសាងឡើងក្នុងរជ្ជកាលព្រះរាជាខ្មែរអង្គណាអញ្ចឹងចម្លើយនឹងមានលម្អិតនៅក្នុងវីដេអូនេះប្រាសាទឯកភ្នំជារមណីយដ្ឋានទេសចរណ៍វប្បធម៌ដែលមានប្រាង្គប្រាសាទបុរាណមួយឈ្មោះថាប្រាសាទឯកភ្នំប្រាសាទនេះមានទីតាំងនៅភូមិតាគោមឃុំពាមឯកស្រុកឯកភ្នំខេត្តបាត់ដំបងប្រាសាទឯកភ្នំមានឈ្មោះដើមជាភាសាបាលីសំស្ក្រឹតថានរេន្ទ្រក្រៀមដែលឈ្មោះនេះមានអត្ថន័យថាភូមិរបស់អ្នកធំលើសគេនៅលើផែនដីគឺព្រះរាជាប្រាសាទនេះត្រូវបានកសាងឡើងនៅដើមសតវត្សទី11ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1ក្នុងឆ្នាំ1027ប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសថ្វាយអាទិទេពនៃសាសនាព្រាហ្មណ៍ឬក៏ព្រហ្មញ្ញសាសនាប្រាសាទឯកភ្នំគឺជាប្រាសាទដែលមានរាង4ជ្រុងស្មើគ្នាតួប្រាសាទទាំងមូលសាងអំពីថ្មភក់បែរមុខទៅទិសខាងកើតដោយសាងសង់លើខឿនមួយមាន2ថ្នាក់ដែលមានថែវព័ទ្ធជុំវិញតួប៉មនៃប្រាសាទនិងមានកំពែងធ្វើពីថ្មបាយក្រៀមហើយប្រាសាទនេះក៏មានគូទឹកព័ទ្ធជុំវិញផងដែរខ្ញុំដើរខ្នងព្រែកស្ដាប់ខ្វែកវាយំណាមុំមកប្រគុណណាស្ដាប់ខ្វែកវាយំអីអើយអណាខ្ញុំដើរហើយខ្នងភ្នំណាមុំមកប្រគុណណាស្ដាប់ខ្មុំវាយកផ្កាងអេវាយកតាំងពីខែប្រាំងអោប្រគុណថ្លៃអើយដល់ខែវស្សាអើយអណាងអើយស្ដាប់ខ្មុំវាយកផ្កាអោប្រគុណថ្លៃអើយបំពេញក្បាលទឹកនៅក្បាលទឹក